មីកូឯងយកឡានទុកនៅណាហើយឯងសម្រាប់ចិត្តថាចូលក្នុងផ្ទះហ្នឹងយើងយកឡានទុកឯតាអើយយើងគ្មានកន្លែងគេងតែមានតែចូលក្នុងផ្ទះហ្នឹងសិនហើយឥឡូវស្ងាត់ណាអត់ដឹងម្ចាស់ផ្ទះនៅណាទៀតហ្នឹងហើយគ្មានជំរឿទេមិត្តភ័ក្ដិមានតែចូលក្នុងផ្ទះហ្នឹងហើយសួរម្ចាស់ផ្ទះគេសិនណាព្រោះឥឡូវយប់ពេកព្រោះកន្លែងគេងក៏អត់ដឹងថាគេនៅណាដែរប៉ុន្តែដូចជាមិនសូវហ៊ានគេងផ្ទះហ្នឹងសោះព្រោះមើលទៅវាគួរឲ្យខ្លាចណាស់ទេឥឡូវសំខាន់យើងទៅហៅម្ចាស់ផ្ទះសិនព្រោះឥឡូវយប់ពេកយើងគួរតែស្រែកហៅគេឬក៏យើងដើរហៅម្ចាស់ផ្ទះគេព្រោះយប់ចឹងដូចជាស្ងាត់អត់សូវហ៊ានចង់ស្រែកហៅគេសោះយើងក៏ដូចជាមិនសូវហ៊ានចង់គេងផ្ទះនឹងប្រហែលដែរណែមីកូនាងឯងជាកូនប្រុសដើមជ្រុង5ហាត់តោះតែខ្ទើយតាហើយមិនក៏មិនហ៊ានដេកនៅហ្នឹងឥឡូវយើងចូលម្នាក់ឯងក៏បានដែរឯងមកតាមក្រោយយើងមកហើយកុំមាត់លឺវើយអូយញ៉ាំអីព្រឹតមីងកុំគិតថាពួកយើងគឺជាចោរអីពួកយើងគ្រាន់តែមកសុំម្ចាស់ផ្ទះនេះស្នាក់នៅប៉ុណ្ណោះដោយសារតាឡានពួកយើងខូចកណ្ដាលព្រៃហើយអត់មានកន្លែងនៅទេឥឡូវក៏យប់ដែរសុំអ្នកមីងនៅទីនេះមួយយប់មកមីងឲ្យពួកឯងនៅក៏បានដែរប៉ុន្តែពួកឯងមិនត្រូវរញ៉េរញ៉ៃក្នុងផ្ទះនេះទេហើយក៏ហាមនិយាយលឺដែរឥឡូវមីងរកបន្ទប់ដើម្បីឲ្យពួកឯងស្នាក់នៅបណ្ដោះអាសន្នសិនហើយហាមមានគំនិតអីផ្ដេសផ្ដាស់មកលើម្ចាស់ផ្ទះនេះឲ្យសោះឥឡូវមីងទៅរកបន្ទប់សិននេះគឺជាបន្ទប់របស់ពីរនាក់ឯងហើយពួកឯងស្នាក់នៅទីនេះមួយយប់ទៅហើយមីងមានបំរាមខ្លះនៅក្នុងផ្ទះរបស់មីងបំរាមនោះគឺហាមឲ្យពួកឯងឡើងទៅជាន់លើដាច់ខាតបើសិនជាអាចពួកឯងកុំឡើងតែម្ដងនេះជាពិសេសនៅពេលយប់បើមីងដឹងថាពួកឯងលួចឡើងទៅបន្ទប់នៅខាងលើពួកឯងនឹងចាប់របស់មីងហើយស្ដាប់បានទេឥឡូវពួកឯងចូលគេងទៅមីងឡើងទៅបន្ទប់របស់មីងហើយមីងហាមហើយហាមទៀតហាមឡើងទៅជាន់លើដាច់ខាតកុំឲ្យមីងដឹងថាពួកឯងលួចឡើងទៅជាន់ខាងលើនៅពេលដែលមីងមិននៅឯងគិតថាម្នាក់នោះគាត់ចម្លែកដែរទេបើយើងវិញគិតថាគាត់រឿងចម្លែកបន្តិចប៉ុន្តែមើលទៅគាត់រឿងចិត្តល្អម្យ៉ាងដែរតាយើងគិតថាពួកយើងមកដើរលេងលើកនេះឈុតធំតែម្ដងខូចឡើងក្នុងព្រៃហើយមិនបានដើរលេងសូម្បីតែបន្តិចនិយាយទៅពិបាកណាស់គឺថាវេទនាយកតែម្ដងមែនហ្នឹងមកដើរលេងលើកនេះអត់មានសប្បាយដូចមុនសោះហើយទុកជន់ទុកហ្មងអត់ដឹងរិស័យធ្លាក់ឬក៏យ៉ាងម៉េចទេពួកយើងតោះឥឡូវជុំនិយាយចូលគេហើយក្មេងស្រីដែលមានឈ្មោះថាថរិយានិងក្មេងប្រុសដែលមានឈ្មោះថាធីកាកូបានបាត់ខ្លួនរយៈពេល2ខែមកនេះដែលគ្មាននរណាដឹងពីមូលហេតុនៃការបាត់ខ្លួននិងការស្លាប់របស់ពួកគេឡើយដោយប៉ូលីសបានរកឃើញថាក្មេងស្រីដែលមានឈ្មោះថាថរិយាបានស្លាប់ដោយបានដាច់ក្បាលចេញពីកនិងមិនដឹងពីមូលហេតុសោះឡើយចំណែកក្មេងប្រុសដែលត្រូវជាមិត្តភក្តិរបស់ថរិយាបានបាត់ខ្លួនដែលមិនដឹងពីមូលហេតុនៃការបាត់ខ្លួនឡើយ
តម្លៃអប់រំនៅក្នុងរឿងនេះគឺចង់ឲ្យយើងចេះស្វែងរកនិងស្វែងយល់អំពីកន្លែងដើរលេងជាមុនសិនមុននឹងយើងគួរទៅជាពិសេសនៅតំបន់ព្រៃភ្នំនិងតំបន់ដាច់ស្រយាលផ្សេងៗអប់រំកុំឲ្យយើងឆាប់ជឿពាក្យសម្ដីអ្នកដទៃនិងទុកចិត្តអ្នកដទៃពេក